ជំរាបសួរម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំចាប់ផ្ដើមបបរឲ្យកូនអញ្ចឹងដោយសារការបបរហ្នឹងក៏រៀងខានយូរដោយសារតែខ្ញុំរវល់ទៅយើងទិញតែបបរគេឲ្យកូនញ៉ាំអញ្ចឹងណាហើយចំពោះត្រីគឺខ្ញុំចូលត្រីល្អិតៗអញ្ចឹងដើម្បីបបរឲ្យកូនមានប្រូតេអ៊ីនខ្ពស់អញ្ចឹងណាបងប្អូនហើយខ្ញុំដាក់ប្រេងជាមួយនឹងខ្ទឹមទៅយើងរំលីងត្រីហ្នឹងហើយគឺខ្ញុំដាក់ល្ពៅចូលបន្ទាប់ពីខ្ញុំដាក់ល្ពៅចូលគឺខ្ញុំរំលីងដើម្បីឲ្យស្ងួតអញ្ចឹងណាបងប្អូនបន្ទាប់ពីខ្ញុំដាក់ល្ពៅនឹងរួចហើយគឺខ្ញុំដាក់បាយចូលបើមិនសិនជាបងប្អូនអាចដាក់អង្ករក៏បានដែរដើម្បីឲ្យឈ្ងុយអញ្ចឹងណាបងប្អូនតែដោយសារតែខ្ញុំដាក់បាយនេះដោយសារតែប្រេងក្រាស់ឡើងថ្លៃអញ្ចឹងណាបងប្អូនអញ្ចឹងក៏អត់ពិបាករងាស់ទៅវាអត់ក្រាស់ច្រើនអញ្ចឹងណាបងប្អូនអញ្ចឹងក៏ដាក់បាយទៅបន្ទាប់ពីខ្ញុំដាក់បាយចូលហើយខ្ញុំដាក់ពោតខ្ចីបងប្អូនពោតខ្ចីដែលខ្ញុំចិតហ្នឹងគឺដាក់ចូលដែរអញ្ចឹងណាបងប្អូនរំលីងឲ្យស្ងួតទឹកហើយគឺចាំយើងដាក់ទឹកតាមក្រោយអញ្ចឹងណាបងប្អូនហើយចំពោះបបរដូចខ្ញុំនិយាយចឹងខ្ញុំខានបបរឲ្យកូនរៀងយូរដែរដោយសារតែយើងរវល់ដែរអញ្ចឹងណាបងប្អូនគួរគាត់ញ៉ាំបាយជាលក្ខណៈគ្រួសារបានអញ្ចឹងក៏ឲ្យគាត់ញ៉ាំទៅយើងអត់មានពេលបបរឲ្យគាត់ហើយបបរបើពេលខ្លះក៏ខ្ញុំទិញគេឲ្យគាត់ញ៉ាំអញ្ចឹងណាបងប្អូនហើយថ្ងៃនេះតនេក៏ឃើញមានត្រីក៏បបរឲ្យកូនជាមួយនឹងល្ពៅហើយនឹងពោតអញ្ចឹងណាបងប្អូនហើយចំពោះគ្រឿងគឺខ្ញុំដាក់តែអំបិលតែបន្តិចទេបងប្អូនគឺខ្ញុំអត់ដាក់ប៊ីចេងទេគឺខ្ញុំដាក់អញ្ចឹងទៅរងាស់ដើម្បីឲ្យវាផុយអញ្ចឹងណានេះបងប្អូនបន្ទាប់ពីយើងរងាស់ឲ្យផុយហើយគឺខ្ញុំបន្ថែមជាមួយនឹងឈីសក្បាលគោទៀតអញ្ចឹងណាបងប្អូនឈីសនេះគឺយើងជំនួយដល់ឆ្អឹងបន្ថែមទៀតអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំដាក់ឈីសនឹងហើយយើងកូរដើម្បីឲ្យរលាយឈីសនឹងអញ្ចឹងណាហើយបបរនឹងយើងរងាស់ដើម្បីរងាស់ឲ្យវារៀងផុយរៀងរលួយបន្តិចណាបងប្អូនដោយសារតែយើងមានពោតហើយនឹងល្ពៅអញ្ចឹងយើងរងាស់ឲ្យផុយទៅយើងងាយស្រួលហើយចំពោះបបរនេះក៏ខ្ញុំកិនដែរអញ្ចឹងបងប្អូនដោយសារថាកូនខ្ញុំក៏អត់ទាន់ចេះទៅពីអីស្រួលទេអញ្ចឹងកិនទៅគាត់ញ៉ាំបានរៀងច្រើនអញ្ចឹងសុខចិត្តកិនបន្តិចទៅដើម្បីខ្លាចមានឆ្អឹងដែរអញ្ចឹងណាបងប្អូនដោយសារយើងដាក់ត្រីតូចៗអញ្ចឹងទៅយើងកិនការពារកូនឆ្លាក់ឆ្អឹងអញ្ចឹងណាបងប្អូនបន្ទាប់ពីយើងកូររហូតដល់ឈីសយើងរលាយទៅយើងរងាស់ឲ្យផុយទៅហើយយើងកិនឲ្យកូនញ៉ាំទៅជាការស្រេចហើយបងប្អូនឡើងតំណងហើយឈ្ងុយឈីមែនទែនបងប្អូនអញ្ចឹងកូនខ្ញុំញ៉ាំបានច្រើនណាបងប្អូននេះបងប្អូនបន្ទាប់ពីញ៉ាំហើយគេដើរលេងពីរៀងដល់កនេះបងប្អូនពីកម្លាំងមែនទែនមកមួនមែនទែននេះគេដើរលេងជាមួយនឹងហៀគេអញ្ចឹងណាបងប្អូននិយាយទៅអសមាគឺញ៉ាំនៅតែបន្តញ៉ាំទឹកដោះគោម្សៅហើយនឹងបន្ថែមជាមួយនឹងទឹកដោះគោกระดาษដដែលអញ្ចឹងណាបងប្អូនគឺទឹកដោះគោกระดาษគឺ A2